មានហេតុការចម្លែកស្រុតដីចំនួន7កន្លែងនិងទឹកចំនួន3ខេត្តនៅប្រទេសថៃគណៈ30ខេត្តទៀតអាជ្ញាធរបានប្រកាសថានឹងមានភ្លៀងធ្លាក់ខ្លាំងប្រឈមនឹងទឹកចំនួនបន្ថែមទៀតប្រិមត្តទស្សនិកជនសូមជូនព័ត៌មានអាប់ដេតថ្មីពីប្រទេសថៃនៅថ្ងៃទី4ខែសីហា2026នេះទាក់ទងទៅនឹងការបាក់ស្រុតដីដែលជារឿងមួយដែលចម្លែកមែនទែនហើយវាគឺជារឿងមួយដែលធ្វើឲ្យប្រជាជនមានការភ័យខ្លាចជាខ្លាំងហេតុអ្វីបានជាមានការបាក់ស្រុតដីស្រស់ៗបែបនេះជារណ្ដៅធំតែម្ដងវាប្រៀបដូចជារណ្ដៅគ្រាប់បែកដែលទម្លាក់ពីយន្តហោះ F16 ថៃក្នុងសង្គ្រាមដែលថៃឈ្លានពានកម្ពុជាកន្លងទៅដែរប្រិមិត្តឥឡូវនេះរណ្ដៅធំនេះគឺបានកើតមាននៅក្នុងប្រទេសសៀមតែម្ដងដែលកើតមាននៅតាមវាលស្រែរបស់ប្រជាជនរឿងនេះបានធ្វើឲ្យប្រជាជនដែលជាកសិករថៃមានការភ័យខ្លាចហើយភ្ញាក់ផ្អើលមែនទែនថាតើហេតុអ្វីបានជាមានរឿងចម្លែកកើតឡើងដូចនេះវាគឺជារណ្ដៅធំប្រិមិត្តដែលមានអង្កត់ផ្ចិតប្រមាណជា7ទៅ8ម៉ែត្រហើយមានជម្រៅជាង10ម៉ែត្រឯណោះក្នុងមួយរណ្ដៅដែលនេះគឺជាអភូតហេតុដ៏ចម្លែកមួយហើយថ្ងៃស្អែកថ្ងៃទី5ខែសីហា2026នេះថៃនឹងបញ្ជូនអ្នកជំនាញភូមិសាស្ត្របាទដើម្បីទៅស្រាវជ្រាវអំពីមូលហេតុពិតប្រាកដថាតើរណ្ដៅនោះកើតឡើងដោយសារអ្វីតាមអ្នកភូមិដែលជាកសិករដែលរស់នៅក្នុងតំបន់នោះបាទគឺរណ្ដៅនេះកើតមាននៅក្នុងខេត្តខនកែននៅក្នុងស្រុកភូផាម៉ាន់ដែលជិតនឹងតំបន់ទេសចរដ៏ល្បីមួយនៅក្នុងខេត្តខនកែននេះហើយខេត្តខនកែនជាខេត្តមួយដែលស្ថិតនៅខ្ពង់រាបភាគឦសាននៃប្រទេសថៃដែលមានព្រំប្រទល់បាទខាងត្បូងជាប់នឹងខេត្តនគររាជសីមាខាងលិចជាប់នឹងខេត្តជ័យភូមិចំណែកឯខាងកើតជាប់នឹងខេត្តមហាសារខាមខេត្តខនកែននេះបាទគឺជាអតីតទឹកដីខ្មែរដែរកាលពីសម័យបុរាណដែលត្រូវបានធ្លាក់បាទទៅក្នុងកណ្ដាប់ដៃនឹងការគ្រប់គ្រងរបស់សៀមក្នុងពេលដែលសម័យអង្គរបានចុះអន់ខ្សោយឥឡូវនេះបានជួបនឹងរឿងគ្រោះធម្មជាតិដូចនេះប្រិមិត្តបើតាមអ្នកភូមិដែលជាកសិករនៅទីនោះគេបានបញ្ជាក់ថាហេតុការណ៍នេះគឺបានកើតមានឡើងកាលពីថ្ងៃទី4ខែសីហាឆ្នាំ2026នេះទេថ្មីនេះទេហើយរណ្ដៅនេះដំបូងឡើយបាទគឺបាក់តែមួយកន្លែងទេក៏ប៉ុន្តែត្រឹមតែមួយយប់ថ្ងៃទី4សីហា2026ឈានចូលដល់ថ្ងៃទី5សីហានេះបាទគឺវាបានកើតមានរហូតដល់7រណ្ដៅហើយវាអាចនឹងកើតមានជាបន្តទៀតដែលវាជាក្តីព្រួយបារម្ភមួយសម្រាប់អ្នកភូមិរស់នៅតំបន់នោះដែលគេមិនធ្លាប់ជួបប្រទះតាមអ្នកជំនាញថៃមួយចំនួនមានការប៉ាន់ស្មានជាបឋមថាការបាក់ដីបង្កើតជារណ្ដៅដ៏ជ្រៅនិងទំហំធំនេះបាទគឺអាចបណ្ដាលមកពីបាតុភូតធម្មជាតិទាក់ទងទៅនឹងការរុករករ៉ែនៅតំបន់នោះហើយជាពិសេសនោះបាទគឺទាក់ទងទៅនឹងការបាត់បង់ទឹកក្រោមដីបាទដែលធ្វើឲ្យមានការបាក់ស្រុតដីដូចនេះក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅថ្ងៃស្អែកថៃនឹងបញ្ជូនអ្នកជំនាញបាទដើម្បីទៅពិនិត្យជាបន្តរកឲ្យឃើញមូលហេតុឲ្យបានច្បាស់ថាតើមូលហេតុអ្វីបានជាកើតមានរឿងចម្លែកដូចនេះគួរបញ្ជាក់ផងដែរថាហេតុការបាក់ស្រុតដីនៅប្រទេសថៃនេះគឺកើតឡើងនៅក្នុងរដូវវស្សាចំពេលដែលតាមបណ្ដាខេត្តមួយចំនួនទៀតបានប្រកាសអំពីទឹកជំនន់នៅថ្ងៃនេះបើយោងតាមអាជ្ញាធរគ្រោះមហន្តរាយថៃបានប្រកាសថាមានខេត្តចំនួន3ដែលនៅតំបន់មួយចំនួនមានការជន់លិចខ្លាំងនៅក្នុងនោះធ្ងន់ធ្ងរជាងគេគឺនៅក្នុងខេត្តឈៀងរ៉ៃប្រិមិត្តខេត្តឈៀងរ៉ៃគឺជាខេត្តដែលនៅភាគខាងជើងនៃប្រទេសថៃជាប់ជាមួយនឹងប្រទេសភូមាឥឡូវនេះបាទខេត្តឈៀងរ៉ៃមានការជន់លិចចំនួន5ភូមិនៅក្នុងឃុំជោគជ័យបាទថៃមានឈ្មោះឃុំមួយដែលគេហៅថាឃុំជោគជ័យភាសាថៃគេហៅថាឃុំជោគឆៃបាទឃុំជោគឆៃនេះបាទគឺនៅក្នុងស្រុកដយលួងនៃខេត្តឈៀងរ៉ៃដែលធ្វើឲ្យមានការជន់លិចចំនួន4ភូមិហើយផ្ទះប្រជាពលរដ្ឋបាទរាប់រយខ្នងបានជន់លិចដីកសិកម្មរងផលប៉ះពាល់ផ្លូវធ្វើដំណើរបានកាត់ផ្ដាច់ចរន្តអគ្គិសនីក៏បានកាត់ផ្ដាច់ហើយពេលនេះថៃបានបញ្ជូនកម្លាំងដើម្បីទៅជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលរងគ្រោះបាទនៅក្នុងតំបន់នោះហើយទឹកទន្លេកុកដែលជាទន្លេដ៏សំខាន់មួយនៅក្នុងតំបន់នេះបាទក៏មាននិន្នាការកើនឡើងដែលគេព្យាករណ៍ថាបើសិនជាមានភ្លៀងធ្លាក់បន្តទៀតកម្រិតទឹកអាចនឹងមានការកើនឡើងក៏ប៉ុន្តែបើសិនជាមិនមានភ្លៀងទេវានឹងមានការថយចុះវិញបាទទឹកជំនន់នៅខេត្តនោះប៉ុន្តែយ៉ាងណាក៏ដោយព្យុះទី12ដែលមានឈ្មោះថា Dolphin កំពុងតែមានវត្តមាននៅសមុទ្រប៉ាស៊ីហ្វិកហើយធ្វើដំណើរមកគៀកនឹងប្រទេសជប៉ុនឥទ្ធិពលនៃព្យុះនេះនឹងធ្វើឲ្យប្រទេសជប៉ុនប្រទេសចិនក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសមានដូចជាប្រទេសវៀតណាមប្រទេសឡាវប្រទេសភូមាក៏ដូចជាប្រទេសថៃបាទដែលស្ថិតនៅតំបន់ភាគខាងជើងជាប់នឹងប្រទេសចិនអាចបន្តមានភ្លៀងធ្លាក់ខ្លាំងដូច្នេះហើយនិន្នាការទឹកជំនន់អាចបន្តមានការកើនឡើងទៀតសម្រាប់ខេត្តឈៀងរ៉ៃនៃប្រទេសថៃនេះ
បន្តមកទៀតបាទគឺមាននៅខេត្តនគររាជសីមាសូមបញ្ជាក់ថាខេត្តនគររាជសីមានេះក៏ជាអតីតទឹកដីខ្មែរបុរាណដែរប្រិមិត្តដែលនៅទីនោះបាទគឺនៅមានជនជាតិដើមអំបូរខ្មែរដែលនិយាយភាសាខ្មែរបើទោះបីជាបច្ចុប្បន្នជនជាតិទាំងនោះបានចាត់ទុកខ្លួនឯងថាជាជនជាតិថៃក៏ដោយក៏ប៉ុន្តែប្រពៃណីវប្បធម៌និងភាសាសាច់ឈាមបាទគឺនៅតែជាខ្មែរមិនអាចលុបបំបាត់បានទេហើយនៅនគររាជសីមានោះក៏មានវត្តមានប្រាសាទខ្មែរគឺប្រាសាទភីម៉ៃដែលជាប្រាសាទមានស្ថាបត្យកម្មដ៏ស្រស់ស្អាតល្បីល្បាញរបស់ចក្រភពខ្មែរដែលត្រូវបានសៀមដណ្ដើមយកទៅដែរនៅក្នុងខេត្តនគររាជសីមានេះភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្ដាលឲ្យកម្រិតទឹកនៅក្នុងទន្លេឡាំតាខុងក្នុងស្រុកប៉ាចុងគឺមានការកើនឡើងហើយមជ្ឈមណ្ឌលបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្តនគររាជសីមាបានដាក់ពង្រាយរថយន្តសង្គ្រោះបន្ទាន់ចំនួន2គ្រឿងដើម្បីឈរជើងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានហានិភ័យកើតឡើងបន្តមកទៀតបាទគឺនៅក្នុងខេត្តសកលនគរខេត្តសកលនគរនេះមានទឹកជំនន់បាទមានការជន់លិចដែរបណ្ដាភូមិស្រុកមួយចំនួនដែលធ្វើឲ្យខូចខាតដល់ផ្ទះសម្បែងដីកសិកម្មនិងអគាររដ្ឋាភិបាលហើយថៃក៏បានដាក់ពង្រាយកម្លាំងដើម្បីតាមដានស្ថានភាព24ម៉ោងលើ24ម៉ោងក្នុងករណីដែលមានភ្លៀងធ្លាក់ខ្លាំងអាចនឹងមានទឹកជំនន់ជាបន្តទៀតប្រិមត្តទស្សនិកជនព័ត៌មានពីប្រទេសថៃដែរនៅថ្ងៃនេះសារព័ត៌មានខាសុតបានចុះផ្សាយថាអនុទានឆានវរៈគុលដែលជានាយករដ្ឋមន្ត្រីថៃនេះគ្រោងនឹងជិះយន្តហោះ F16 ដើម្បីអង្កេតមើលតាមព្រំដែនជាពិសេសគឺព្រំដែនជាមួយនឹងកម្ពុជាហើយបើសិនជាគេធ្វើរឿងនេះមែននោះគេនឹងក្លាយទៅជានាយករដ្ឋមន្ត្រីទី2ហើយដែលបានជិះយន្តហោះចម្បាំង F16 នេះប្រិមត្តទស្សនិកជនតើអនុទានឆានវរៈគុលអង្កេតមើលតាមព្រំដែននេះមានបំណងបាទធ្វើសង្គ្រាមលើកទី3ដណ្ដើមយកឈ្លានពានទឹកដីកម្ពុជាបន្តទៀតឬយ៉ាងណាបើយោងតាមរបាយការណ៍កងទ័ពអាកាសរបស់សៀមបានអញ្ជើញនាយករដ្ឋមន្ត្រីថៃរូបនេះឲ្យចូលរួមក្នុងការហោះហើរលើយន្តហោះ S16 ប្រភេទ2កៅអីដែលមានមូលដ្ឋាននៅកងពលអាកាសលេខ1ក្នុងខេត្តនគររាជសីមានាយករដ្ឋមន្ត្រីថៃរូបនេះគ្រោងហោះចេញពីកងពលអាកាសលេខ6នៃរាជធានីបាងកកសម្ដៅទៅកងទ័ពកងពលអាកាសលេខ1នៅក្នុងខេត្តនគររាជសីមាដោយយន្តហោះរបស់ទ័ពអាកាសភូមិន្ទថៃមុនពេលស្ដាប់របាយការណ៍ប្រតិបត្តិការស្ដីពីបេសកកម្មរបស់ទ័ពអាកាសស្ថានភាពសន្តិសុខតាមព្រំដែនប្រតិបត្តិការបន្តបន្ទាប់ពាក់ព័ន្ធនឹងស្ថិរភាពតាមព្រំដែនគម្រោងស្រាវជ្រាវនិងអភិវឌ្ឍតំបន់ឈ្លានពានទឹកដីកម្ពុជានៅកន្លែងសំខាន់ៗមួយចំនួនគេក៏នឹងទទួលការបង្ហាញព័ត៌មានលម្អិតអំពីផែនការបេសកកម្មហោះហើរផងដែរបន្ទាប់មកនាយករដ្ឋមន្ត្រីសៀមរូបនេះនឹងស្លៀកឈុតទ័ពអាកាសឡើងជិះយន្តហោះ A16 សម្រាប់បេសកកម្មហោះហើរចេញដំណើរប្រសិនបើទស្សនកិច្ចនេះប្រព្រឹត្តតាមផែនការមែនគេនឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី2ដែលបានជិះយន្តហោះ S16 ប្រភេទ2កៅអីគួររំលឹកថាអតីតនាយករដ្ឋមន្ត្រីឈ្មោះថាក់ស៊ីនស៊ីនវ៉ាត់គឺជាថ្នាក់ដឹកនាំថៃដំបូងដែលបានចូលរួមក្នុងការហោះហើរបែបនេះដោយអង្គុយកៅអីខាងក្រោយក្នុងនាមជាអ្នករួមដំណើរសម្រាប់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ននេះគឺកំពុងតែមានប្រជាប្រិយភាពបាទក្នុងជួរកងទ័ពណាស់បាទដោយគេចាត់ទុកថាគឺជានាយករដ្ឋមន្ត្រីដែលមានភាពក្លាហានបាទនៅក្នុងការសម្រេចបាទឲ្យយោធាធ្វើសង្គ្រាមជាមួយនឹងកម្ពុជាបាទក្នុងឆ្នាំ2025កន្លងទៅនេះប្រិមត្តទស្សនិកជនប្រទេសថៃនៅពេលនេះបាទស្រុកសៀមនៅពេលនេះកំពុងជាប់ដិតដាមទៅដោយស្រមោលអន្តការនៃអំពើឃោរឃៅនានាដែលពិបាកលាងជម្រះក្នុងមតិអន្តរជាតិសារព័ត៌មានអន្តរជាតិបានចុះផ្សាយកាន់តែច្រើនឡើងពីអំពើឃោរឃៅទាំងនោះដែលធ្វើឲ្យជនបរទេសបាត់បង់ជីវិតជាបន្តបន្ទាប់នៅប្រទេសថៃរឿងនេះត្រូវបានភ្ញៀវទេសចរមកពីចិននិងអឺរ៉ុបមានការខ្លាចរអាចំពោះស្រុកនេះហើយមិនហ៊ានទៅធ្វើដំណើរកម្សាន្តទៀតនោះទេយោងតាមសារព័ត៌មានថៃមហាជនបានបញ្ចេញមតិលើបណ្ដាញសង្គមនាំគ្នាទាមទារឲ្យតុលាការកាត់ទោសប្រហារជីវិតចំពោះក្រុមជនដៃដល់ដែលប្រព្រឹត្តអំពើសាហាវឃោរឃៅធ្វើឲ្យបាត់បង់ជីវិតដល់ជនបរទេសដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃលើឆាកអន្តរជាតិចំណែកប្រព័ន្ធយុតិធធម៌និងតុលាការថៃនៅពេលនេះកំពុងរងភ្លើងកំហឹងពីប្រជាជនផងដែរហេតុអ្វីបានជាជនដៃដល់ដែលសម្រាប់បងប្អូនជនជាតិរុស្ស៊ីកន្លងទៅនេះតាមពិតជាអក្រិតជនដែលធ្លាប់ចូលគុករួចមកហើយពាក់ព័ន្ធនឹងការកាន់កាប់អាវុធដោយខុសច្បាប់ប៉ុនប៉ងសម្រាប់មនុស្សនិងរាល់បទល្មើសផ្សេងទៀតបែរទៅជាពួកគេមានលទ្ធភាពអាចប្រព្រឹត្តអំពើឃោរឃៅបានឡើងវិញដូច្នេះ
អ្នកប្រើប្រាស់បណ្ដាញសង្គមនៅថៃនាំគ្នាចោទសួរក្នុងន័យស្តៀងគ្នាថាហេតុអ្វីអ្នកដែលទើបចេញពីពន្ធនាគារស្រាប់តែប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបែបនេះបន្តទៀតមហាជនជំរុញឲ្យប្រព័ន្ធយុត្តិធម៌ឬស្ថាប័នពាក់ព័ន្ធពង្រឹងវិធានការតាមដានអ្នកទោសដែលធ្លាប់ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរពេលពួកគេត្រូវបានដោះលែងវិញដើម្បីធានាថាគេមិនប្រព្រឹត្តអំពើឃោរឃៅទៀតទេសារព័ត៌មានចិន South China Morning Post ចុះផ្សាយថ្ងៃទី3សីហា2026ក្រោមចំណងជើងថាប្រព័ន្ធយុតិធធថៃរងការរិះគន់ខ្លាំងប្រៀបបីដូចជាភ្លើងកំពុងឆេះឆួលក្រោយដោះលែងអ្នកទោសឲ្យមានសេរីភាពហើយក៏សម្លាប់មនុស្សអស់5នាក់សារព័ត៌មានដ៏ល្បីមួយនេះសរសេររៀបរាប់ថាអំពើឃោរឃៅទាំងនោះជំរុញប្រជាជនថៃនាំគ្នាទាមទារអាជ្ញាធរមានសមត្ថកិច្ចការពារសុវត្ថិភាពសាធារណៈអំពីឧក្រិដ្ឋកម្មផ្សេងៗនាយករដ្ឋមន្ត្រីថៃបានចុះទៅដល់កន្លែងកើតហេតុហើយបានត្រឹមតែសុំទោសទៅកាន់គ្រួសារជនរងគ្រោះគណៈម្ដាយជនរងគ្រោះបានត្រឹមទួញយំសោកនិងបង្ហោះការឈឺចាប់លើបណ្ដាញសង្គមដូច្នេះបើយើងឃើញថារឿងរ៉ាវប្លែកៗជាច្រើនកំពុងតែកើតមាននៅក្នុងប្រទេសថៃនៅពេលនេះហើយស្របពេលដែលសេដ្ឋកិច្ចចុះអន់ថយផងនោះនាយករដ្ឋមន្ត្រីថៃក៏ស្រវេស្រវាបាទទៅប្រទេសឥណ្ឌូនេស៊ីដើម្បីឲ្យឥណ្ឌូនេស៊ីជួយទិញផលិតផលទំនិញរបស់ខ្លួនពេលនេះអានូទីនកំពុងតែមានវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលគេមើលឃើញថាគឺជាដំណើរទស្សនកិច្ចដ៏កម្រណាស់របស់មេដឹកនាំថៃជាពិសេសគឺមេដឹកនាំរដ្ឋាភិបាលតែម្ដងក្នុងរយៈពេល15ឆ្នាំចុងក្រោយនេះថៃមិនដែលទៅបំពេញទស្សនកិច្ចបាទផ្លូវការនៅប្រទេសឥណ្ឌូនេស៊ីទេក៏ប៉ុន្តែហេតុអ្វីបានជានៅក្នុងឆ្នាំ2026នេះប្រិមិត្តបែរជាថៃបាទរូតរះទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីរឿងហេតុនោះគឺដោយសារតែកន្លងទៅឥណ្ឌូនេស៊ីបាទធ្លាប់បានបដិសេធមិនឲ្យទំនិញថៃមួយចំនួនបាទចូលក្នុងទីផ្សារឥណ្ឌូនេស៊ីក្នុងនោះមានដូចជាទំនិញអង្ករមានដូចជាទំនិញស្ករសដែលអង្ករនិងស្ករសនេះគឺជាទំនិញលេខ1ហើយបាទសម្រាប់ប្រទេសថៃនោះបាទគឺជាទំនិញយុទ្ធសាស្ត្ររបស់ថៃប្រសិនបើឥណ្ឌូនេស៊ីបិទមិនឲ្យថៃនាំអង្ករនិងស្ករសចូលទៅឥណ្ឌូនេស៊ីទេនោះវានឹងធ្វើឲ្យប៉ះពាល់ដល់កសិករថៃរាប់លានអ្នកប្រិមិត្តដែលពឹងអាស្រ័យបាទទៅលើការធ្វើអំពៅដាំអំពៅធ្វើស្ករហើយនឹងតាក់ទងទៅនឹងការធ្វើស្រែដូច្នេះហើយបានជាអនុទានឆានវរៈគុលស្វែងរកទីផ្សារថ្មីបាទដោយសារតែបាត់បង់ទីផ្សារពីក្នុងទឹកដីកម្ពុជាដោយសារតែការបិទព្រំដែននិងបង្កបញ្ហាជាមួយនឹងកម្ពុជានេះ